សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានវីដេអូមួយបាទចង់បង្ហាញបែបស្រុកស្រែបែបបាទអ្នកចំការអញ្ចឹងណាបងប្អូនបាទឥឡូវនេះយើងចាប់ដើមចេញដំណើរទៅចំការហើយបាទហើយឥឡូវនេះមានកូនត្រេនអ្នកនាំផ្លូវបាទទៅត្រុយរបស់គេតែម្ដងបាទហើយមើលទៅដូចសប្បាយណាស់ឥឡូវបងប្អូនអាចមកទស្សនានៅតាមដងផ្លូវដែលយើងទៅចំការរបស់យើងហើយមើលទេសភាពទៅយ៉ាងម៉េចដែរបងប្អូនបាទកន្លែងនេះគឺសម្បូរដោយចន្ទីហើយកន្លែងខ្លះក៏គេហៅថាកយៅអញ្ចឹងណាបងប្អូនបាទសម្រាប់ផ្លូវលំមួយនេះគឺសម្បូរខ្សាច់មែនតើបងប្អូនបាទហើយឲ្យកូនពៅអ្នកបើកបាទហើយទឹកដៃមិនធម្មតាបាទល្អរបស់គេហើយខ្សាច់ណាបងប្អូនបាទជិះធំស្រួលគឺកលាច់កលែងពេញដួលពេញហ្នឹងឡើយតែកូនពៅធ្វើមិនដឹងបាទដាក់ឡើងត្រុយតែម្ដងបាទសុំតាសាមកកូនពៅល្អហើយឥឡូវនេះយើងចិត្តដល់ចការហើយបាទហើយខ្ញុំនឹងបង្ហាញវីដេអូពេញទាំងអស់គ្នាដើម្បីឲ្យបងប្អូនបានឃើញថានៅក្នុងចការរបស់ខ្ញុំមានអីខ្លះអញ្ចឹងបាទអូអែមទឹកដៃធម្មតាយោទឹកដៃធម្មតាបាទអូសូមបងបងដល់ចឹងឥឡូវនេះយើងបានមកដល់ចការយើងហើយតែមុននឹងរៀបរាប់បន្តទៀតបងប្អូនមើលទេសភាពខ្ញុំថតពីលើហើយយ៉ាងម៉េចដែរនៅចការស្វាយចន្ទីរបស់ខ្ញុំបាទល្អដែរទេបងប្អូនបាទហើយនេះយើងចុងដៃហើយយើងផ្លែមិនសូវល្អដូចជាយើងបេះដើមដៃទេរៀងមួយតោះបងប្អូនឥឡូវយើងមកមើលសកម្មភាពដើមដំបូងគេដែលយើងច្រកចូលមិញហ្នឹងឥឡូវមើលផ្លែវាល្អដែរទេបងប្អូនបាទហើយសម្រាប់នៅខាងបងប្អូនវិញយ៉ាងម៉េចដែរបាទហើយបានទទួលផលហើយតម្លៃយ៉ាងណាដែរខាងនោះបាទខាងខ្ញុំណាតម្លៃគួរសមបាទហើយប៉ុន្តែគាត់ថាហត់បន្តិចបងប្អូនបាទអ្នកចការគឺថារៀងហត់នឿយនឹងមើលថែទាំវាបានល្អអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាសកម្មភាពដែលបងប្អូនអាចទស្សនាបានបាទហើយបើនិយាយពីផ្លែរបស់វាគឺរៀងមួយទាំងបងប្អូនបាទមិនសូវជាច្រើនដូចជាយើងបេះដើមដៃទេហើយយើងដើមដៃគឺវាផ្លែពេញអញ្ចឹងណាហើយឥឡូវនេះវានៅចុងដៃហ្នឹងបងប្អូនបាទរៀងលប៉េះលប៉ោះប៉ុន្តែក៏យើងអាចប្រមូលផលវាបានគួរសមដែរអញ្ចឹងណាបងប្អូនបាទហើយនៅក្នុងចការរបស់ខ្ញុំគឺយើងមានបឹងមួយបាទហើយបឹងនេះគឺសម្រាប់ចិញ្ចឹមត្រីចិញ្ចឹមអីចឹងបងប្អូនហើយយើងអាចប្រមូលផលបាន4 10 20 គីឡូដែរគាត់ទុកហូបចឹងណាបងប្អូនបាទហើយម្យ៉ាងមួយទៀតនៅក្នុងបឹងហ្នឹងតើអត់បានមើលថែវាទេគឺលបងចៅគាត់លួចអស់ហើយចឹងណាបងប្អូនបាទឥឡូវនេះបងប្អូនអាចមកទស្សនាមើលកន្លែងគេងបាទដែលយើងគេងចាំចន្ទីទាំងយប់ទាំងថ្ងៃហ្នឹងព្រោះខ្លាចលបងចៅគាត់លួចបេះចឹងណាបងប្អូនបាទយើងចេះតែភ័យខ្លាចទៅព្រោះលោកចៅហ្នឹងគឺអត់ស្គាល់របស់គេរបស់ឯងទេអញ្ចឹងណាបងប្អូនបាទហើយនេះកូនពៅបាទហើយបានមកជួយបេះថ្ងៃសម្រាប់ហ្នឹងមកជួយបេះចន្ទីហើយនេះប៉ារបស់ខ្ញុំបាទដើម្បីគាត់មកប្រមូលផលផ្លែហើយបងប្អូនបាទចាប់ដើមប្រមូលហើយពេលនេះបន្តិចពីនោះបន្តិចចឹងនិយាយទៅគឺហត់នឿយអ្នកចំការបានទ្រាំបាន10 20 គីឡូ 30 គីឡូហ្នឹងគឺថាហត់មែនតើបាទឥឡូវនេះយើងចាប់ដើមសំម្ដងមកគ្រាប់បងប្អូនបាទដោយសារវារៀងចុងដៃចឹងវារៀងផ្លែរៀងស្បើយចឹងណាបងប្អូនបាទហើយយើងសំតិចម្ដងហើយយើងจะមើលថាតើយើងបេះបានប្រហែលគីឡូដល់ចុងវីដេអូខ្ញុំនឹងប្រាប់ហើយយើងនឹងបានលុយប្រហែលក្នុងរយៈពេលមួយថ្ងៃហ្នឹងបាទបើនិយាយពីផ្លែគូសំដែរបងប្អូនវាមិនមែនអត់ផ្លែសោះទេវាផ្លែគូសំដែរនិយាយទៅគឺយើងអាចប្រមូលពីលិចពីកើតចឹងទៅវាបានគាត់បើដែរហើយណាមួយចការនេះវាអត់ដល់មហាត់ទេត្រឹមតែបាទចិត្តមហាត់មកនិយាយទៅចិត្តមហាត់បាទចឹងយើងប្រមូលផលទៅវាបានគួរសមចឹងវាមិនច្រើនហើយក៏មិនតិចបាទតែសម្រាប់ចការគេនៅចិត្តហ្នឹងក៏គេប្រមូលផលបានច្រើនបងប្អូនបាទចការទៅបងប្អូនអ្នកចិត្តខាងរបស់យើងគាត់មានចការធំមានចការច្រើនចឹងទៅគាត់អាចប្រមូលផលបានរាប់តោនណាចឹងគាត់អាចលក់បានច្រើនហើយសម្រាប់ខ្ញុំនេះគឺមួយឆ្នាំយើងប្រមូលបានតែចិត្ត1តោនឬក៏1តោនលើសចឹងណាបាទទៅតាមប្រភេទតាមរដូវកាលរបស់វាចឹងរដូវណាដែលវាផ្លែទៅរដូវណាដែលវាមិនសូវផ្លែក៏វាអត់សូវផ្លែចឹងណាបងប្អូនបាទចឹងបានយើងរៀងពិបាកដែរពេលខ្លះរៀងពិបាកដែរព្រោះចន្ទីនេះក៏វាត្រូវការមើលថែឲ្យបានដល់ដែរបាទទាំងការបាញ់ថ្នាំទាំងបាទត្រួសត្រាយព្យួរអមសង្ខាងគឺនិយាយទៅគឺត្រូវការមើលថែបានដល់ហើយបើនិយាយចន្ទីរបស់ខ្ញុំគឺរយៈពេល 4-5 ឆ្នាំហើយដែលយើងអាចប្រមូលផលបាននេះអញ្ចឹងវាដើមក៏វារៀងធំគួរសមអញ្ចឹងយើងអាចគ្រាន់តែបំពន់ដាក់ជីអញ្ចឹងទៅណាបងប្អូនបាទដើម្បីយើងឲ្យងាយស្រួលក្នុងការបេះចន្ទីបងប្អូនត្រូវតែយើងប្រឡេះវាឲ្យធ្លាក់បាទឲ្យធ្លាក់ដល់ដីសិនមកបាទព្រោះអាងើយយើងបេះបណ្ដើយើងងើបបណ្ដើហ្នឹងគឺវាអត់សូវល្អហ្មងបងប្អូនបាទអ្នកធ្លាប់បេះចន្ទីបានដឹងថាវាពិបាកបាទឲ្យងើបហ្នឹងគឺវិលមកខ្ញៅតែម្ដងបាទអញ្ចឹងហើយបានយើងត្រូវប្រឡេះវាឲ្យធ្លាក់ពេញដីអញ្ចឹងទៅចាំយើងដើររើសអញ្ចឹងណាបងប្អូនបាទហើយនេះដូចជាប៉ារបស់ខ្ញុំគាត់ដើរប្រមូលគាត់ដើរបេះអញ្ចឹងទៅហើយខ្ញុំនេះគឺអ្នករើសបាទហើយនេះគឺសកម្មភាពដែលខ្ញុំចាប់ដើមរើសហើយបាទរើសប្រមូលដាក់នៅក្នុងថុងអញ្ចឹងទៅហើយយើងយកទៅពូកម្ដុំប្រមូលអញ្ចឹងទៅយើងដាក់ទៅពូកម្ដុំហើយបន្ទាប់មកបានយើងមូលបាទបើនិយាយពីបាទទុំជ្រឹះហ្នឹងក៏ច្រើនដែរបាទទុំជ្រឹះឃើញអូពេញក្រហមពេញដីបងប្អូនបាទនិយាយទៅគឺគាត់ទៅរើសអាជ្រឹះហ្នឹងក៏បាន4-10 គីឡូដែរបាទនឹងចន្ទីហើយក្របវាធំល្អបងប្អូនហើយសល្អហើយក្នុងរយៈពេលមួយថ្ងៃទៅ2ថ្ងៃបានយើងបេះម្ដងបើសិនជា3ថ្ងៃបេះម្ដងគឺវាផ្លែក្រហមច្រើនពេញដើមអញ្ចឹងណាបើយើងคลิกមើលទៅមួយផ្លែគឺមានអ្នកលួចបេះលួចអីចឹងទៅបាទ
ហើយឥឡូវនេះយើងបានមកពេត្រូបងឥឡូវយើងចាក់មួយពេត្រូទៀតបាទហើយឥឡូវប៉ាខ្ញុំគាត់បានមកពេត្រូទៀតអញ្ចឹងវា3ពេត្រូអញ្ចឹង3ពេត្រូកន្លះអញ្ចឹងទៅយើងបានក្របវាបានមួយធុងបានមកពេត្រូហ្នឹងអញ្ចឹងណាបាទហើយនិយាយទៅយើង3ពេត្រូកន្លះយើងបានក្រប1ពេត្រូបាទអញ្ចឹងក្នុង1ពេត្រូគឺយើងមានប្រហែលជា13គីឡូទៅ14គីឡូហើយបើរៀងពេញកាចអញ្ចឹងទៅវាអាចខ្ទង់5-10គីឡូអញ្ចឹងបងបាទហើយក៏ប៉ុន្តែយើងបេះនឹងដៃក៏បានបងបាទចន្ទីហ្នឹងគឺវាទាបៗយើងអាចបេះនឹងដៃក៏បានដូចខ្ញុំអញ្ចឹងខ្ញុំដើរប្រលេះដៃអញ្ចឹងទៅវាស្រួលបេះហើយវាអត់ពិបាកបេះទេពីព្រោះយើងមិនចាំបាច់ទៅតពុះអីខ្ពស់អីឈោងបេះទេគឺយើងគ្រាន់តែលូកដៃបេះទៅបានបាទហើយងាយបាទបើគាត់ថាវារៀងហត់បន្តិចបាទព្រោះយើងវាចំការវាក្តៅថ្ងៃខែនេះខែក្តៅខែអីចឹងទៅវាបេះទៅយើងឆាប់ហត់ឆាប់អីចឹងណាបងបាទបេះលិចបេះកាត់បេះលិចបេះកាត់ឥឡូវបានមកពេត្រូទៀតណាបងបាទនិយាយទៅគឺវាត្រូវការបាទបើមានយ៉ាងដែរបាទក្នុងការបេះហ្នឹងហើយបលិចបិកាត់បន្តិចពីជើងបន្តិចពីត្បូងបន្តិចឥឡូវបានមកពេត្រូហើយខ្ញុំបានភ្លក់ផ្លែវាដែរណាបងបានឆ្ងាញ់ដែរនិយាយទៅផ្អែមចន្ទីបែបធម្មជាតិនេះគឺហូបទៅផ្អែមអ្នកដែលធ្លាប់ហូបចន្ទីដឹងណាបាទហើយផ្អែមតិចទៀតនៅខាងចុងវីដេអូខ្ញុំនឹងបង្ហាញបងប្អូនអំពីហូបចន្ទីឆ្ងាញ់យ៉ាងម៉េចបាទតិចទៀតយើងឃើញណាបងបាទនេះគឺសកម្មភាពដែលខ្ញុំឃើញវាទុំល្អពេកទ្រាំមិនបានហើយក៏បាទដាក់អស់3ផ្លែថ្ងៃហ្នឹងបាទម្នាក់ឯង3ផ្លែហើយផ្អែមបងមិនលេងសើចណាផ្អែមមែនខ្ញុំអត់និយាយលេងហ្នឹងគឺផ្អែមហើយឆ្ងាញ់ហើយនៅចការបស់ខ្ញុំនេះមានខ្មុំមានអីទៀតបងប្អូនហើយជាមួយtrongវីដេអូហ្នឹងយើងបាទទៅយកខ្មុំអីហូបខ្មុំហូបអីចឹងណាបងបាទបន្ទាប់ពីយើងបានបេះប្រហែលជារយៈពេល7ម៉ោងបងប្អូនឥឡូវនេះយើងចាប់ផ្ដើមមូលក្របដើម្បីយើងប្រមូលក្របវាដាក់នៅក្នុងធុងបាទហើយយើងចាប់ផ្ដើមមូលហើយមូលក៏មិនស្រួលហ្មងណាបងណាកុំថាមូលស្រួលណាបាទមូលស្រួលតែមូលស្រួលគឺឈឺដៃបាទនេះអត់ធ្លាប់មូលចន្ទីអីហ្នឹងគឺឈឺដៃបាទឈឺអាម្រាមដៃហ្នឹងណាបាទអញ្ចឹងការមូលតើយើងមានតិចតិចក្នុងការមូលដែរហើយឥឡូវនេះកូនពៅចាប់ផ្ដើមមូលហើយបានចិត្តមកពេត្រូបងណាអញ្ចឹងប្រហែល5ពេត្រូសាច់គឺយើងបានប្រហែលជា1ពេត្រូកន្លះអញ្ចឹង1ពេត្រូកន្លះនេះវាអាចខ្ទង់10-20គីឡូវាអាចខ្ទង់20គីឡូជាងបាទអញ្ចឹងណាឥឡូវយើងមូលចិត្តអស់ហើយបងបាទមូលលិចមូលកាត់គឺយើងចិត្តអស់ហើយឥឡូវយើងចិត្តបាន1ពេត្រូហើយបាទហើយសរុបទៅថ្ងៃហ្នឹងបានជាង2ពេត្រូយើងបានជាង2ពេត្រូហើយយើងបានប្រហែលជាខ្ទង់1បេជាងបងបាទ1បេជាងបាទនេះបងប្អូនជាលទ្ធផលដែលយើងខំប្រឹងខ្នះខ្នែងរយៈពេល1ថ្ងៃពេញដើម្បីប្រមូលផលចន្ទីឥឡូវយើងបាន1ពេત્રોហើយឥឡូវនេះយើងចាប់ដើមចាក់បន្ថែមទៀតដើម្បីបំពេញហើយយើងយកទៅត្រកនៅក្នុងបេអញ្ចឹងបងបាទហើយនេះលទ្ធផលដែលយើងទទួលបាន1បេពេញបាទនិយាយទៅគឺនៅខាងនោះ1បេទៀតតែខ្ញុំបានថតអញ្ចឹងណាបងបាទអញ្ចឹងគឺនិយាយទៅ2បេបាទ2បេជាងបាទនេះលទ្ធផលបងបាទឥឡូវនេះដល់វគ្គរន្ធត់ណាបងបាទហើយខ្ញុំក៏ជាអ្នកខ្លាចខ្មុំដែរហើយអ្នកយកនេះគឺប៉ារបស់ខ្ញុំដែរអ្នកយកបាទហើយគាត់មានវិធីសាស្ត្រក្នុងការមានបល័យគាត់មានបល័យគាត់ប្រាប់ខ្ញុំថាមានបល័យអញ្ចឹងមានបល័យចង់មាត់ខ្មុំចង់អីអញ្ចឹងណាហើយឥឡូវគាត់យកខ្មុំហើយដាក់ភ្លើងអីរោអញ្ចឹងទៅបាទហើយនេះបានខ្មុំណាបងបាទមើលទៅរៀងតំណងដែរខ្មុំបាទវាមានក្បាលទឹកវានេះរៀងល្អដែរគាត់ថាខ្មុំនេះរៀងចាស់អញ្ចឹងអ្នកដែលធ្លាប់ហូបខ្មុំដឹងហ៎បាទឆ្ងាញ់ប៉ុណ្ណាឥឡូវខ្ញុំចាប់ផ្ដើមភ្លក់ក្បាលទឹករបស់វាបាទអីតំណងតាបងប្អូនបែបធម្មជាតិខ្មុំបែបធម្មជាតិហើយហូបទៅគឺអែមមែនទែននិយាយទៅរយយ៉ាល់មកបាទអែមខ្ញុំថាឆ្ងាញ់គឺឆ្ងាញ់តំណងបងប្អូនបាទតើលោកបងប្អូនឥឡូវយើងចាប់ដើមភ្លក់ហើយបាទហើយខ្ញុំនឹងដាក់សំឡេងវីដេអូស៊ីនហើយតើវាឆ្ងាញ់យ៉ាងណាអញ្ចឹងណាបងបាទហើយមួយទៀតបន្ទាប់ពីយើងភ្លក់ក្បាលទឹកហើយក៏យើងនៅបាទមានកូនខ្មុំកូនអីតំណងដែរតើបងប្អូនបាទអីជាតិហើយរៀងឆ្ងាញ់របស់គេបាទហើយយើងអត់បានអាំងនេះគឺយើងហូបឆៅតែម្ដងបាទហូបឆ្ងាញ់បងបាទដាក់ឡើងតិចហ្មងអត់មានឲ្យណាទេគឺហូបតែម្នាក់ឯងបាទលាងតែម្នាក់ឯងហូបតែម្នាក់ឯងអស់តែម្ដងបាទហើយឥឡូវនេះយើងចាប់ផ្ដើមបោកលទ្ធផលហើយបងយើងយកចន្ទីមកផ្ទះហើយម៉ួយក៏មកដល់តែម្ដងបាទឥឡូវយើងចាប់ផ្ដើមថ្លឹងហើយបងបាទថ្លឹងចុះថ្លឹងឡើងគឺយើងបានរហូតដល់68គីឡូបាទជាងអញ្ចឹង68គីឡូជាងអញ្ចឹងនៅខាងខ្ញុំនេះគឺយើងបាន51ឬ52បាទទៅតាមអាស្រ័យ
តិចច្រើនអញ្ចឹងណាបាទមួយគេឲ្យអញ្ចឹងបាទហើយនេះយើងរាប់លុយរាប់កាក់ទៅហើយយើងបានប្រហែលបងប្អូនអាចមើលទស្សនាក្នុងវីដេអូបងប្អូនឯងអញ្ចឹងណាហើយនេះលុយដែលយើងកាត់ខំប្រឹងប្រែងបាទរយៈពេល1ថ្ងៃពេញតែម្ដងបងប្អូនហើយអ្នកចំការគឺមិនងាយស្រួលអញ្ចឹងណាបងប្អូនបាទតើតែញើសហូលធ្លាក់ដល់ដីអាហ្នឹងទៅបានលុយបាទនេះលុយគឺយើងទទួលបានដោយកម្លាំងញើសឈាមរបស់យើងប្រឹងប្រែងមែនទែនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនហើយជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលាបងប្អូន 15,000 3,000 này tới nâng 1 គីឡូទៀត 5,000 បាន12 ខំទៀតទេលើកឲ្យតិច 1 7 8 9 10 20 20,000នេះបាន20,000 20,000 អាប់ទៅដល់ 5,000 បានចិត្ត20,000អញ្ចឹង គេលោក90,000ផង